យើងអាចសម្គាល់ឆ្មារបស់យើងឈឺបានដោយរបៀបណាអញ្ចឹងនៅក្នុងវីដេអូនេះខ្ញុំនឹងប្រាប់អ្នកទាំងអស់គ្នាពីចំណុចមួយចំនួននេះគឺជាឧទាហរណ៍5យ៉ាងដែលខ្ញុំលើកមកប្រាប់អ្នកទាំងអស់គ្នាអំពីឆ្មារបស់អ្នកទាំងអស់គ្នាអាចនឹងមានជំងឺចំណុចទី1បើសិនជាឆ្មារបស់អ្នកទាំងអស់គ្នាញ៉ាំចំណីតិចឬក៏មិនញ៉ាំសោះបានន័យថាឆ្មារបស់អ្នកកំពុងតែមានជំងឺឬក៏អាចនឹងមានភាព stress ចំណុចទី2នោះគឺការប្រើប្រាស់ litter box របស់ឆ្មាដោយអ្នកទាំងអស់គ្នាដឹងថាឆ្មាគឺជាប្រភេទសត្វដែលមានសណ្ដាប់ធ្នាប់ខ្លាំងមែនទែនអញ្ចឹងបើសិនជាឆ្មារបស់អ្នកទាំងអស់គ្នាបន្ទោបង់ទៅពីទៅពីពេញហ្នឹងបានន័យថាឆ្មារបស់អ្នកទាំងអស់គ្នាកំពុងមានជំងឺហើយចំណុចទី3នោះគឺឆ្មារបស់អ្នកទាំងអស់គ្នានៅស្ងប់ស្ងាត់ហើយនឹងគេងច្រើនអញ្ចឹងបានន័យថាឆ្មារបស់អ្នកទាំងអស់គ្នាកំពុងតែឈឺហើយដោយសារតែអ្នកទាំងអស់គ្នាដឹងថាឆ្មាគឺជាប្រភេទសត្វដែលចូលចិត្តលេងច្រើននិងចូលចិត្តតាមមនុស្សខ្លាំងមែនទែនទី4នោះគឺឆ្មាមានហូរទឹកភ្នែកតាមភ្នែកពេលខ្លះមានពណ៌ក្រហមមកអញ្ចឹងអាចសម្គាល់ថាឆ្មារបស់អ្នកទាំងអស់គ្នាកំពុងតែឈឺហើយមានបញ្ហាអ្វីមួយហើយទី5នោះគឺឆ្មារបស់អ្នកទាំងអស់គ្នាដកដង្ហើមខុសពីធម្មតាដកដង្ហើមលឿនឬក៏ញាប់ហើយនៅពេលដែលយើងប៉ះទៅលើស្បែករបស់វាទៅគឺមានសភាពក្តៅអញ្ចឹងបានន័យថាឆ្មារបស់អ្នកទាំងអស់គ្នាអាចនឹងមានជំងឺហើយអញ្ចឹងបើសិនជាឆ្មារបស់អ្នកទាំងអស់គ្នាមានអាការៈស្តៀងឬក៏ដូចទៅនឹងចំណុចទាំងអស់នេះអ្នកទាំងអស់គ្នាគួរតែយកទៅកាន់ពេទ្យសត្វដើម្បីពិនិត្យមើលដើម្បីឲ្យប្រកាសថាឆ្មារបស់អ្នកទាំងអស់គ្នាឈឺឬក៏មិនមានបញ្ហាអ្វីអ្នកគ្នាចង់ដឹងពីការថែទាំឆ្មាឬក៏ចង់ដឹងពីព័ត៌មានឆ្មាផ្សេងអាច comment នៅខាងក្រោមវីដេអូនេះបានឬក៏ឆាតមកកាន់ Facebook page បាន